កន្ធាទោះបីជាសត្វរស់នៅទីព្រៃក្តីប៉ុន្តែងាយចិញ្ចឹមក្នុងស្រះអាងតូចរស់នៅក្នុងទឹកជាចម្បងហើយកន្ធាក៏អាចរស់នៅលើគោកដែរកន្ធាដកដង្ហើមដោយសួតជាសំខាន់ម្ល៉េះហើយយូរម្ដងវាត្រូវតែងើបឡើងផុតពីទឹកដើម្បីស្រូបយកខ្យល់អាកាសរដូវរងាដកដង្ហើមកម្រិតតិចកន្ធាអាចមុជក្នុងភក់នៅបាតស្រះបង្អែកលើសរីរៈដកដង្ហើមនៅក្នុងបំពង់កសម្រាប់ដកដង្ហើមកន្ធាឡើងផុតពីផ្ទៃទឹកពេលត្រូវការធ្វើចលនាលិចពងហាលខ្នងអំពីស្រះចិញ្ចឹមកន្ធាគឺយោងទៅតាមលក្ខណៈសេដ្ឋកិច្ចរបស់គ្រួសារជាមួយផ្ទៃដីពី100ដល់600ម៉ែត្រការ៉េមានជម្រៅពី1ដល់1ម៉ែត្រកន្លះនិងកម្រិតថ្លាប្រមាណ30សង់ទីម៉ែត្រជ្រើសទីកន្លែងចិញ្ចឹមដែលម្ចាស់ការបានការផ្គត់ផ្គង់និងបង្ហូរទឹកស្ងប់ស្ងាត់នៅជិតផ្ទះដើម្បីងាយការពារនៅជុំវិញស្រះឬមួយចំណែករបស់ស្រះក៏បីទុកដីមួយចំណែកធ្វើចំការដាំដើមឈើយកម្លប់ដើមដំណាំហូបផ្លែមានតម្លៃចំការជាលក្ខណៈជីវដ្ឋានសមស្របជាមួយការរស់នៅរបស់កន្ធាចិញ្ចឹមក្នុងស្រះបាតស្រះមានស្រទាប់ភក់កម្រាស់ពី10ដល់20សង់ទីម៉ែត្រក្នុងជនបទយើងភាគច្រើនគេប្រើនៅសង្កសីគេបោះគេចំបោះចុះកុំអោយសួនកធានោះវាចេញក្រៅបានក្រៅពីនោះទៀតគឺថាលបងមានភាគច្រើនបងប្អូននៅភូមិជនបទយើងនឹងគេប្រើសង្កសីដែរគេធ្វើជាលបងគេផាត់ជំវិញគេខាំងចិត្តកុំអោយកូនកធានោះវាធំឡើងវាឡើងចេញបានហេតុនេះហើយយើងថានៅក្នុងការចិញ្ចឹមគឺថាលបងយើងទៅតែធ្វើឲ្យមកចិត្តដល់វាធំវាឡើងពងវាឡើងអីអញ្ចឹងវាចេញទៅក្រៅយើងមិនដឹងលោកលូយ៉យនៅភូមិអាងហ្វឹកឃុំដិនអាងស្រុកកោះវ៉ាវខេត្តគីយ៉ាងក៏មានវិធីស្ថាបនាស្រះចិញ្ចឹមកន្ធាសមស្របដើម្បីងាយគ្រប់គ្រងនិងថែទាំលោកយ៉យចិញ្ចឹមកន្ធាក៏អាស្រ័យរៀនសូត្រពីគ្រួសារកសិករម្នាក់នៅក្នុងភូមិដែរមុនដំបូងខ្ញុំចិញ្ចឹមកន្ធាហ្នឹងតាមអង្គបានដែរក៏ជីតាមមឿងហ្នឹងហើយដោតដល់បង្គោលដាក់តូនហើយជារស័យយើងហ្នឹង3ថ្នប់យើងហ្នឹងយកមកចឹងនៅកន្លែងខាងតូននោះចឹងឲ្យជិតចឹងហើយបោះបង្គោលតល់តូនហើយយើងយកដីហ្នឹងមឿងហ្នឹងយកមកខ្ទប់ក្នុងជើងនោះខ្ពស់ឡើងអានោះទី1ណាមុនដំបូងយើងធ្វើដងនោះហើយដល់ហើយហ្នឹងយើងយកកំបោរសយកមកបាច់កំបោរសហ្នឹងហើយគឺក្នុងកន្លះខែហើយយកថ្នាំនោះទិញថ្នាំឲ្យបានស្អាតក្នុងទឹកហ្នឹងយកមកចាក់ក្នុងហើយសិនក្នុងមួយសប្តាហ៍ហ្នឹងមើលឃើញថាទឹកហ្នឹងស្អាតហើយបានហ៊ានប្រឡែងកូនអំពីចំណីឲ្យកន្ធាលោកយ៉យបានឆ្លៀតប្រើប្រាស់ត្រីចម្រុះដោយវិធីដាក់ច្រងំសំណាញ់ពេលរដូវទឹកជន់ដល់រដូវអស់ចំណីត្រីស្រែគឺគាត់ឲ្យស៊ីចំណីឧស្សាហកម្មរយៈពេលចិញ្ចឹមពី10ដល់12ខែកន្ធារបស់គាត់សម្រាប់ទម្ងន់ប្រមាណពី800ក្រាមដល់1គីឡូក្រាមមួយក្បាលក្រោយពេលចិញ្ចឹម3លើកលោកយ៉យយល់សារវ័នអំពីវិធានបច្ចេកទេសចិញ្ចឹមកន្ធាដើម្បីបង្កើនប្រភពចំណូលឲ្យគ្រួសារកាលវណោទូចហ្នឹងទិញភ្លងយើងហ្នឹងស្ងោវស្អានតិចទៅយកមកចាក់ក្នុងក្តារហ្នឹងហើយវាឡើងងើសៀនហ្នឹងកាលវណោទូចណាហើយដល់ធំល្មមហ្នឹងចាំឲ្យមាត់ហ្នឹងហើយដាក់នំមកហែតាមក្តារហ្នឹងដាក់ហ្នឹងវាឡើងស៊ីមកពូនគ្នាស៊ីហ្នឹងវាស៊ីល្មមអាហ្នឹងទី2ហើយដល់វាធំមែនទេហ្នឹងយើងកាប់វាកង់ហ្នឹងយកដាក់ហ្នឹងចៅឡើងមកស៊ីអាហ្នឹងសំណងចាំទេមិនពិបាកទេខ្ញុំចាំមក3ដងណាកាលទី1ខ្ញុំទិញកូនគេយកមកចិញ្ចឹមហើយក្រោយខ្ញុំបញ្ញុះឯងសិន1000 ជាង 1000 កូនហ្នឹងការ
ការជ្រើសពូជក៏ជាកត្តាសំខាន់ដោយຂະຫນາດពូជចិញ្ចឹមមិនក្រោម50ក្រាមមួយក្បាលទេល្អបំផុតគឺប្រមាណជាង100ក្រាមមួយក្បាលពូជចិញ្ចឹមក៏បីប៉ុនគ្នាហើយចិញ្ចឹមក្នុងខែកុម្ភៈមិនិនារយៈពេលចិញ្ចឹមក្នុងឆ្នាំពីខែមេសាវិច្ឆិកាគឺប្រសើរបំផុតប្រសិនបើទិញពូជរបស់អ្នកចាប់ក្នុងធម្មជាតិត្រូវតែជ្រើសកន្ធីមមួនកន្ធីមិនស្គមខ្សោយកុំជ្រើសកន្ធីស្ទួចឬចាប់ដោយឆក់អគ្គិសនីព្រោះអីប្រភេទនេះងាយត្រូវរងរបួសឬត្រូវស្ពឹកងាយងាប់ជ្រើសកន្ធីមានរូបរាងគ្រប់គ្រាន់មិនកុសរលាត់មិនហូរឈាមបងប្អូនជ្រើសរើសពូជទៅតែជ្រើសរើសពូជណាដែលមានកុំអោយមានរបួសទី2ទៀតកុំអោយវាមានជំងឺហើយឲ្យស្មើគ្នាថាមីយើងទៅតែជ្រើសរើសពូជស្មើបើកូនពូជមិនស្មើដល់ប្រឡែងចុះនៅអណ្ដូងចាប់ហ្នឹងវាមានកូនខ្លះវាធំទៅតូចហេតុនេះហើយវាដល់មួយកូនមួយធំមិនតូចហ្នឹងវាធំហ្នឹងវាដណ្ដើមគ្នាស៊ីវាខំគ្នាហេតុនេះហើយយើងទៅតែចាអារម្មណ៍កន្លែងហ្នឹងហើយបន្តទៅទៀតគឺថាអត្រាប្រឡែងពូជនៅក្នុងអណ្ដូងមានយើងទៅកុំប្រឡែងពូជច្រើនពេកថាបើកូនធំពី100ដល់200ក្រាមអត្រាប្រឡែងពី4ដល់5កូនក្នុង1ម៉ែត្រការ៉េបានកុំហាមច្រើនកុំចង់ហាប្រឡែងច្រើនពេកហើយបន្តទៀតគឺថាអត្រាមេឈ្មោលគឺថាខាងហ្នឹងគឺបញ្ហាសំខាន់បើមានយើងប្រឡែងកូនឈ្មោលច្រើនជាងកូនមេដល់វាធំដល់មានយើងចិញ្ចឹមហ្នឹងអាកូនឈ្មោលវាខំកូនមេវាដណ្ដើមញីឈ្មោលហ្នឹងវាខំគ្នាដើម្បីកាត់បន្ថយការបង្ខាតពូជក៏ដូចជាសម្រាប់អត្រារស់បានខ្ពស់ក្នុងដំណាក់កាលចិញ្ចឹមមុនពេលលេងកន្ធាយចូលស្រះគឺកន្ធាយពូជពេលទិញមកចាំបាច់ត្រូវតែចិញ្ចឹមនៅក្នុងសំណាញ់ប្រមាណ2សប្តាហ៍សិនពេលវេលាដល់ប្រឡែងនៅក្នុងអណ្ដូងថាយើងប្រឡែងនៅសំណាញ់ពីមួយអាទិត្យមួយសប្តាហ៍ដល់2សប្តាហ៍បើឃើញថាកូនកថេហ្នឹងវាមានសុខភាពល្អអញ្ចឹងយើងប្រឡែងវាចូលក្នុងដងការចំណុចសំខាន់ទៀតគឺថាយើងទៅប្រឡែងចូលពីសំណាញ់ចូលដងនេះយើងត្រូវថាចាប់អារម្មណ៍ថាដូចថាឧទាហរណ៍ថាយើងឲ្យស៊ីកន្លែងហ្នឹងយើងត្រៀមថាឲ្យស៊ីកន្លែងហ្នឹងយើងប្រឡែងយើងអូសសំណាញ់ហ្នឹងយើងចាក់ចូលនៅកន្លែងហ្នឹងដើម្បីវាចាំកន្លែងហ្នឹងថាយើងកុំវាចាំកន្លែងយើងចាក់កន្លែងហ្នឹងវាស្រួលជាងដល់យើងឲ្យស៊ីវាដឹងថាកន្លែងហ្នឹងវាធ្លាប់នៅហើយវាមកដល់ស៊ីកន្លែងវាស្រួលទៀតហើយត្រៀមបំរុងធ្វើកន្លែងដងយើងទៅតែមានធ្វើឈើណាឲ្យផ្អៀងបន្តិចឲ្យវាងាយវាឡើងហាលថ្ងៃចំណីរបស់កន្ធាយសំខាន់គឺសត្វដូចជន្លេនលៀសក្តាមត្រីជាដើមចំណីត្រូវល្មមមាត់កន្ធាយឲ្យស៊ីស្មើអាចបញ្ជាក់ការចំណីដោយវិធីចិញ្ចឹមត្រីក្រំត្រីក្រាញ់អាហ្វ្រិកខ្យងឡាក់ឆ្នៃចំណីចម្រុះពីជាតិម្សៅកន្ទក់ម្សៅត្រីម្សៅសណ្តែកសៀងធ្វើយ៉ាងណាឲ្យប្រូតេអ៊ីនមានចំនួនសរុបពី40ដល់43%មីកសិករចាប់អារម្មណ៍កុំប្រើប្រាស់ម្សៅត្រីប្រឡាក់ប្រៃឬត្រីបង្គាប្រឡាក់ប្រៃធ្វើចំណីឲ្យកន្ធាយបរិមាណចំណីរាល់ថ្ងៃប្រមាណពី5ដល់8%នៃទម្ងន់របស់កន្ធាយនៅក្នុងស្រះមុនពេលឲ្យស៊ីត្រូវតែសម្អាតស្នូកដាក់ចំណីសម្រួលចំណីតាមអាកាសធាតុដើម្បីជៀសវាងការបង្ខាតឥទ្ធិពលដល់បរិស្ថានទឹកធាតុអាកាសផ្លាស់ប្ដូរក៏វាមានការជំងឺដល់កូនកថេដែរកថេនោះវាស្នុកណាបើទឹកវាមិនស្អាតក៏វាស្នុកកើតជំងឺហ្នឹងហើយមានយើងត្រូវចាប់អារម្មណ៍លើហ្នឹងឲ្យបានល្អបញ្ហាទៀតគឺថាឲ្យស៊ីយើងចិញ្ចឹមកន្លែងណាយើងកុំឲ្យមានសត្វគោសត្វកុកសត្វអីវាហើទៅតឹងហ្នឹងឆ្មាដើរទៅតឹងប៉ុណ្ណឹងវាមិនចោះហើយយើងមិនទៅថាយើងចិញ្ចឹមហ្នឹងយើងកុំឲ្យថាអ្នកទេសចរទៅមើលដើរទៅមើលតម្រងយើងនេះយើងថាយើងកុំញឹកញាប់ពេកយើងទៅតែហាមកុំឲ្យគេមកមនុស្សនោះដើរចិត្តខ្លួននេះយើងថាវាភ្ញាក់ផ្អើលវាមិនចុះភក់
បង្ការកន្ធាយទៅបាត់ពិសេសគឺបណ្ដាថ្ងៃភ្លៀងធំខ្យល់ខ្លាំងពេលទៅលេងពូជចិញ្ចឹមទឹកហូរងាយរំញោចងាយស៊ីនុយគ្រាន់តែធ្វើប្រហែសគឺបាត់អស់ទាំងវងហេតុនោះមានកសិករចាប់អារម្មណ៍ធានាការស្ងៀមស្ងាត់កាត់បន្ថយការបង្ហូរទឹកចាប់កន្ធាយបង្កការផិតភ័យក្រៅពីនោះមានកសិករក៏ចាប់អារម្មណ៍បង្ការជំងឺមួយចំនួនតែងតែជួបប្រទះចំពោះកន្ធាយដូចតទៅជំងឺទី1ជំងឺខាងពោះវៀនបញ្ហាពោះវៀនថាបានន័យថាអាហ្នឹងចាញ់ថាមីងយើងហ្នឹងមិនដឹងថាឲ្យន័យត្រីឲ្យវាស្អុយអញ្ចឹងឲ្យស៊ីទៅវាបញ្ហារំលាយអាហាររបស់វាមិនបានល្អហេតុនេះហើយវាកើតជំងឺបញ្ហាពោះវៀនហេតុនេះហើយបងប្អូនទៅតែចាប់អារម្មណ៍ថាចំណៃបើកុំឲ្យវាស្អុយហើយថាយើងទិញមកទៅបានន័យថាន័យស្រស់ណាយើងថាយើងកាត់ល្មមឲ្យវាស៊ីហេតុនេះហើយបងប្អូនយើងទៅចាប់អារម្មណ៍ឡើងហ្នឹងជំងឺទី2ទៀតជំងឺខាងអុចសថាអុចសដូចថានៅក្នុងជំងឺហ្នឹងវាដោយសារបញ្ហាគឺថាទឹកដែរគឺទឹកគឺបរិស្ថានយើងមិនល្អបើបរិស្ថានមិនល្អហើយមេរោគនៅក្នុងដងរបស់យើងហ្នឹងយើងត្រូវតែផ្លាស់ទឹកពី10ដល់20% ក្នុងដងរបស់យើងហើយបន្តទៀតគឺថាយើងបឺមទឹកល្អចូលវិញយើងចាប់អាកូនណាដែលមានជំងឺអុចសហ្នឹងចាប់ឡើងលើក្នុងចូលផ្ទះយើងខ្វះចង់ជំងឺហ្នឹងវាកើតឡើងលើស្នូកលើស្បែកក្រៅរបស់វាហើយយើងយកចាប់ឡើងបើមានអាកូនណាធ្ងន់យើងយកឈើឬមួយឈើដែកខ្វះអុចសចាញ់យើងលាបថ្នាំទៅរៀបថ្នាំបង្ការឲ្យវាដាក់ចិត្ត15ដល់20នាទីទៅយើងប្រឡែងទៅវិញជំងឺហ្នឹងបើមីងយើងមិនធ្វើអញ្ចឹងទេដាក់ក្នុងទឹកយើងមិនចាប់ឡើងវាងាប់លោកមីងខាន់តុងស្ថិតក្នុងចំណោមគ្រួសារចិញ្ចឹមកន្ធាយយូរឆ្នាំនៅឃុំដិនអាងស្រុកកវ៉ាវខេត្តគៀងយ៉ាងពីឆ្នាំ2003មកដល់ពេលនេះរាល់ឆ្នាំលោកតង់ចិញ្ចឹមកន្ធាយប្រមាណ 3000 ក្បាលចំណេញជាង 10 លានđồng bước đầu thì mình nuôi thì cũng phải xây hồ ជំហានដំបូងយើងចិញ្ចឹមក៏ត្រូវតែធ្វើអាងចិញ្ចឹមតិចធ្វើអាងតូចចិញ្ចឹមច្រើនធ្វើអាងធំបញ្ហាថែទាំក៏គ្រប់វិធីដែរច្រើនដំណាក់កាលមានពិបាកមានងាយពេលនៅតូចថែទាំនៅហត់បន្តិចយើងក៏បដិញ្ញាចិត្តតាមវាថែទាំរាល់ថ្ងៃដែរសំខាន់គឺយើងផ្លាស់ទឹកហើយឲ្យស៊ីតាមការកំណត់ល្មមមិនសល់មិនខ្វះពេលទឹកកខ្វក់គឺយើងផ្លាស់ចុះមិនហាតាមការកំណត់ទេក៏មានករណីកើតជំងឺដែរពេលផ្លាស់ទឹកគឺយើងចាប់កន្ធាយចេញហើយទៅវិនិច្ឆ័យទឹកអំបិលងូតហើយប្រើប្រាស់ថ្នាំរងាប់មេរោគសម្រាប់ងូតឲ្យកន្ធាយម្ដង2ដងនិងជាបានជំងឺ1-2 lần thì nó sẽ qua ក្រោយពេលចិញ្ចឹមប្រមាណពី10ដល់12ខែកន្ធាយសាច់អាចសម្រេចខ្នាតពី 0.8 ដល់ 1.2 គីឡូក្រាមមួយក្បាលរបៀបប្រមូលផលគឺមានកសិករអាចចុះស្រះរាវចាប់អូសសំណាញ់ឬរាំងផ្លូវពីចំការចុះស្រះចាប់តល់តែម្ដងប្រសិនបើប្រមូលផលទាំងស្រុងគឺបង្ហូរដាច់ទឹកបាច់ស្រះដើម្បីចាប់ដំណាក់កាលដឹកជញ្ជូនត្រូវតែធ្វើស្រាលដៃជៀសវាងកោសរលាត់